ស្ដេចតុកែធនវណ្ណាជួបរបស់ប៉ាត់ហើយតើម្នាក់នោះជានរណាព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official សួស្តីបងប្អូនខ្ញុំបាទ Admin ផនិតស្ដេចតុកែធនវណ្ណាត្រូវមានភារកិច្ចដ៏ធំមួយចេញទៅប្រកួតនៅក្រៅស្រុកប៉ះជាមួយនឹងដៃគូចាស់អ្នកលេងដំរីក្បាល5ពុតសម្បូរតែបងប្អូនទាំងអស់គ្នានៅចាំដែរឬទេកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2025កន្លងទៅនេះអ្នកលេងដំរីក្បាល5ពុតសម្បូរបានហោះទៅប្រកួតនៅឯប្រទេសអូស្ត្រាលីប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC ជាមួយនឹងកីឡាករអ្នកលេងជើងចាស់ថៃវ៉ាន់ឆាលឹមពិតជាសោកស្ដាយពុតសម្បូរមែនទែនភ្លាត់សន្លប់នៅចុងទឹកទី5ក្រោមទ្វេដៃនិងទ្វេកែងរបស់កីឡាករសញ្ជាតិថៃហើយក៏ជាជើងចាស់ផងគឺវ៉ាន់ឆាលឹមដែលឡែកនៅថ្ងៃទី2ខែសីហាឆ្នាំ2025ខាងមុខនេះស្ដេចតុកែធនវណ្ណាត្រូវហោះទៅកាន់ប្រទេសអូស្ត្រាលីដូចគ្នាប្រកួតជាមួយនឹងកីឡាករជើងចាស់ថៃវ៉ាន់ឆាលឹមតើធនវណ្ណាអាចសងសឹកឲ្យមិត្តរួមអាជីពពុតសម្បូរបានដែរឬទេចំពោះការប្រកួតដាក់ពានរង្វាន់អ្វីគឺមិនទាន់ដឹងនៅឡើយនោះទេបងប្អូនយើងឬក៏ប្រកួតមិត្តភាពហើយក៏ប្រកួតខ្សែក្រវ៉ាត់ក៏មិនទាន់ដឹងដែរចឹងបើសិនជាមានព័ត៌មានថ្មីទៀត Admin នឹងអាប់ដេតជូនបងប្អូនទាំងអស់គ្នាព្រោះថារៀងយូរដែរនៅថ្ងៃទី2ខែសីហាឯណោះចឹងបើសិនជាមានព័ត៌មានថ្មីទៀត Admin នឹងអាប់ដេតជូនបងប្អូនយើងតាមដានទស្សនាទាំងអស់គ្នាសូមអរគុណ